monitor 24 inch Full HD ពី40 Hz តម្លៃតែ100ជាងបងថាចំតម្លៃធូរពេកតិចដាក់មកឲ្យមានខ្វះខ្សែឲ្យ full option អញ្ចឹងណាអត់ទេបងតម្លៃគេធូរមែនតែមានមក play ចង់ដឹងថាមានគេខ្លះមើលខ្ញុំទាំងអស់គ្នាកម្មវិធី shot គេមើលមកគឺសាមញ្ញមែនតើវាថាវាមាន artwork អីញ៉ៃច្រើនណាមានតែกระดาษកេះមួយហើយនឹងលេខ model ឯងនេះរឿងបងឃើញចឹងពេលច្រើនមកតើឥឡូវគឺវាចាប់មកសាមញ្ញមែនតើគេអត់សូវ focus ទៅលើការ design ទៅលើកេះទេព្រោះឥឡូវគេនិយមប្រើឲ្យគេវាចាប់បែប eco friendly ទាំង ASUS ទាំង Dell ទាំងអីក៏ដោយ MSI ក៏ធ្វើចឹងដែរឥឡូវយើងមានមកខ្សែ power មួយក្នុងនេះមាន HDMI មួយប៉ុន្តែ HDMI នេះអាចរត់បានដល់240 Hz ព្រោះ HDMI ខ្លះវារត់បានដល់144 Hz ដែរតែនេះដល់240 Hz យើងមានជើងវាបាត់ខាងក្រោមវានេះជាមួយនឹងខ្នងវាហើយ stop ខាងក្រោមនេះគឺ monitor របស់យើងនេះកែមគឺស្ដាយមែនតើជប់នៅខាងក្រោយនេះមកមានខ្សែ4គ្រាប់ចឹងមកចង់ប្រើជាមួយនឹង monitor ARM ក៏បានដែរយើងចាប់4គ្រាប់ទៅនេះមកប៉ុន្តែផ្សេងប្រើជើងមកវាអានេះអត់តែការប្រើខ្សែញ៉ៃៗទេយើងហូនចុងពុបជាប់យកមកបានទៅក៏កាប់ដែរព្រោះឥឡូវវាតាមបាច់ប្រើខ្សែច្រើនទេជាប់ហើយមកអាចលើកប្រើបានដែរសម្រាប់បងលេង CS ហើយនឹងបងរ៉ានដឺ5គាត់ថាដាក់ចិត្តតែចេះប៉ុណ្ណឹងគឺវាមកល្មមនិយាយទៅវា AM ដែរសារចេះបើមិនយើងលេង27វាអាចនឹងប្រមាណក្លៀនតែមើលតែបើ24អ៊ីនចេះវាទូចមកល្មមផ្នែកបងហ្មងហើយចេះអ្នកលេងដាក់ចិត្តចឹងទៀតសំខាន់បាន240 Hz ទៀត Full HD 240 Hz បង24អ៊ីនប៉ុណ្ណឹងមកល្មមមើលហ្មងអ្នកប្រើ AM ប្រើអីទៀតណាវាថាវាឲ្យរនចាប់ AM ខាងក្រោយទៀតណាដល់ពេលអញ្ចឹងអ្នកប្រើ AM ចូលចិត្តដាក់ចិត្តផ្នែកគឺ AM យកមកតើឥឡូវហ្គេមយើងទុកមួយឡៃសិនយើងមកនិយាយពីការប្រើប្រាស់ទូទៅម្ដងអញ្ចឹងសម្រាប់បងដែលចង់យកទៅប្រើប្រាស់ទូទៅបានដូចគ្នា design កាត់តវីដេអូនិងប្រើប្រាស់ទូទៅមក YouTube អីគឺ color ស្អាតដូចគ្នាថានេះបងចំណាយតិចហើយតិចមួយដែលបាន monitor ពីចឹងលេងហ្គេមក៏បានប្រើទូទៅក៏បានហើយបងដែលធ្លាប់ប្រើដែរគឺដឹងថា color ដែលស្អាតប៉ុណ្ណាពេលច្រើន monitor design គឺ monitor ដែលមាន pro art មិនអីយ៉ាងទៅគាត់ថានេះបងដែលមាន budget ទាបហើយចង់ចំណាយច្រើនប៉ុន្តែចាំបាន240 Hz បងអាចប្រើ monitor នេះក៏បានដែរចឹងប្រាប់វីដេអូមានតែប៉ុណ្្នឹងតែប៉ុន្តែមានតែ monitor ផ្សេងៗទៀតដែលតម្លៃល្អដូចគ្នាហើយ spec ក៏ MM ដែរចាំមើលវីដេអូក្រោយៗទៀតចាំអានមកឲ្យមើលបើសិនជាបងត្រូវការអាចឆាតមក page ក៏បានឬក៏ Telegram ក៏បានដែរហើយយើងចាប់ជួបគ្នានៅវីដេអូក្រោយបាយបាយ